បងប្អូនខ្ញុំមានខ្ញុំបបបងប្អូនថ្ងៃនេះបបអានេះខ្ញុំមានខួបកាបងប្អូនបកាកាលណាទិញមកយ៉ាងទៅខ្ញុំយកអាខ្លួនវាហ្នឹងមូសយ៉អញ្ចឹងនៅសល់ក្បាលវាហ្នឹងអានេះសិតខួវាបងប្អូនចាអញ្ចឹងហើយមុននឹងបបគឺខ្ញុំយកខួបកាហ្នឹងខ្ញុំយកមកលីងវាសិនបងប្អូនខ្ញុំលីងវាឲ្យវាដែរឲ្យយើងកុំឲ្យវាធំឆ្អាតបកាពេកអញ្ចឹងណាបងប្អូនចាឥឡូវខ្ញុំលីងអាបការួចហើយបានខ្ញុំដាក់សាច់មាន់បងប្អូនដាក់សាច់មាន់ហើយសាច់មាន់ហ្នឹងមុននឹងខ្ញុំយកមកបបរហ្នឹងគឺខ្ញុំស្រោះវាបងប្អូនចាយើងស្រោះលាងទឹកពីបិសាបងប្អូនចាសាច់មាន់ហ្នឹងគឺយើងស្រោះលាងទឹកពីបិសាណាឲ្យវាអស់អាជាតិកំតិចកំទីសាច់មាន់ចេញពីឆ្អឹងអីនិយាយរួមឲ្យវាស្អាតហ្មងកុំឲ្យវានៅជាប់ឃើញកំតិចកំទីអីអញ្ចឹងណាបងប្អូនហើយណាមួយកាលណាយើងស្រោះម្សាក៏វាមេរោគអីក៏វាកាត់ថយច្រើនដែរបងប្អូនចាឥឡូវខ្ញុំឆាសាច់មាន់ហើយខ្ញុំមានបកាក្រៀមទេបងប្អូននេះបកាក្រៀមខ្ញុំដាក់សាច់មាន់ហើយខ្ញុំដាក់បកាក្រៀមចូលដាក់បកាក្រៀមចូលហើយនឹងដាក់យូហឺខ្ញុំមានយូហឺទៀតណាបងប្អូនចាដាក់យូហឺចូលទៀតចាហើយយើងឆាវាមួយស្ទុះសិនចាយើងឆាសាច់មួយស្ទុះរួចហើយយើងចាក់ទឹកបន្តិចបងប្អូនកុំឲ្យវាខ្លោចឆ្នាំងណារួចហើយខ្ញុំមានខ្ញីបងប្អូនខ្ញុំដាក់ខ្ញីចូលបន្តិចដែរដើម្បីឲ្យវាមានក្លិនឈ្ងុយខ្ញីណាចាពេលរួចហើយបងប្អូនយើងឆាហើយយើងដាក់ទឹកត្រីបងប្អូននេះទឹកត្រីចានេះទឹកត្រីនេះទឹកត្រីបងប្អូនយើងដាក់ទឹកត្រីចូលហើយបងប្អូនចាក់ទឹកត្រីចូលប្រហែលកន្លះវែកអីអញ្ចឹងណាចាដាក់ទឹកត្រីចូលហើយកន្លះវែកទៅទឹកត្រីចូលហើយយើងដាក់ស៊ុបខ្នុរបងប្អូនយើងដាក់ស៊ុបខ្នុរនេះបងប្អូនស៊ុបខ្នុរយើងដាក់ស៊ុបខ្នុរចូលមកដាក់ស៊ុបខ្នុរហើយគឺយើងដាក់ស្ករបន្តិចទៅបងប្អូននេះស្ករយើងដាក់ស្ករចូលបន្តិចទៅបើយើងអត់ហូបយើងមិនដាក់ក្បាលទេបងប្អូនតែខ្ញុំដាក់បន្តិចអីបងប្អូនណាដាក់យកជាតិបន្តិចហើយបើសិនជាយើងអ្នកចូលចិត្តហូបរៀងប្រៃដាក់អំបិលផងណាបងប្អូនចាថែមអំបិលបន្តិចផងចាតែខ្ញុំចូលចិត្តសាបខ្ញុំអត់តន់ដាក់អំបិលទេខ្ញុំខ្លាចប្រៃព្រោះខ្ញុំអត់ទៅចូលចិត្តប្រៃទេចាបងប្អូនក្លិនឈ្ងុយបងប្អូនយើងឆារួចហើយយើងចាក់ទឹកចូលណាបងប្អូនចាយើងចាក់ទឹកចូលតាមមើលការដែលយើងបបរតែយើងបបរយកច្រើនប៉ុណ្ណាយើងដាក់ទឹកតាមប៉ុណ្ណឹងណាបងប្អូនចាបងប្អូនបបរយើងបានរួចរាល់ហើយបងប្អូនចង់ដាក់បន្លែអីនេះខ្ញុំដាក់ស្បៃតឿហើយខ្ញុំដាក់ផ្សិតទៀតបងប្អូននេះអាផ្សិតចូលផ្សិតចកហ៎បងប្អូនចាខ្ញុំដាក់ស្បៃតឿខ្ញុំដាក់ផ្សិតហើយនឹងផ្សិតខ្មៅបងប្អូននេះផ្សិតខ្មៅចាបន្លែខ្ញុំមានបន្លែ3មុខហ្នឹងខ្ញុំដាក់បន្លែ3មុខហ្នឹងទៅបងប្អូនបើបងប្អូនចូលចិត្តបន្លែអីផ្សេងទៀតបងប្អូនអាចដាក់បានណាចាមិនមែនថាដាក់បន្លែ3មុខនេះបានទេបងប្អូនអាចដាក់ស្ពៃបូកូអីបានបងប្អូនតាមយើងចូលចិត្តទេយើងចូលចិត្តអ្វីយើងដាក់អញ្ចឹងហើយបងប្អូនឥឡូវឆ្អិនហើយបងប្អូនខ្ញុំដួសដាក់ឆ្នាំងកាលណាយើងដួសដាក់ឆ្នាំងហើយបានខ្ញុំរោយខ្ទឹមកុហកខ្ទឹមសអំពងហើយនឹងស្លឹកខ្ទឹមបន្ថែមអញ្ចឹងណាបងប្អូនចាបងប្អូនឥឡូវខ្ញុំបបរហ្នឹងរួចរាល់ហើយខ្ញុំដួសដាក់នៅឆ្នាំងកម្ដៅបងប្អូនឆ្នាំងកម្ដៅខ្ញុំនេះបានដូចជា2ទៅ10ម៉ោងបងប្អូនគឺអត់ត្រជាក់ទេឆ្នាំងកម្ដៅខ្ញុំនេះដល់ពេលរួចហើយចុងក្រោយឥឡូវខ្ញុំរោយលឹកខ្ទឹមខ្ញុំដាក់ខ្ទឹមបំពងចូលណាបងប្អូនចានេះខ្ញុំដាក់ខ្ទឹមបំពងចូលមកឲ្យឈ្ងុយហើយដល់ពេលណាយើងហូបយើងដួសទៅចាបងប្អូនឃើញទេរួចរាល់ហើយគឺបបរសាច់មាន់និងខួបង្គាបបរសាច់មាន់និងខួបង្គាបងប្អូនចាបងប្អូនចង់ដឹងបងប្អូនសាកល្បងមើលបងប្អូនសាកល្បងវិធីសាស្ត្របបរហ្នឹងមើលបងប្អូនគឺប្លែកមាត់តែម្ដង